ពណ៌ទឹកក្រូចនៃគ្រឿងចក្រទាំងអស់របស់ក្រុមហ៊ុន Kubota មានប្រភពដើមតាំងពីឆ្នាំ1974ដែលជាឆ្នាំនៃការផលិតម៉ាស៊ីនជីកដីខ្នាតតូចដំបូងរបស់ពួកគេគឺ Model KX1 ពណ៌ទឹកក្រូច Kubota គឺជាពណ៌ដែលជានិមិត្តរូបនៃចំណុចចាប់ផ្ដើមនៃអាជីវកម្មគ្រឿងចក្រសាងសង់របស់ Kubota ដោយវាត្រូវបានប្រើប្រាស់លើម៉ាស៊ីន KX1 ជំនាន់ទី1ដែលចាប់ផ្ដើមផលិតនៅឆ្នាំ1974ហើយបច្ចុប្បន្នពណ៌នេះត្រូវបានប្រើប្រាស់លើគ្រឿងចក្រសាងសង់ដែលលក់នៅក្រៅប្រទេសក្នុងតំបន់អឺរ៉ុបនិងអាមេរិកខាងជើងនៅចុងឆ្នាំ2025 Kubota បានប្រកាសថាខ្លួននឹងបង្រួបបង្រួមគ្រឿងចក្រជីកដីខ្នាតតូចក្នុងស្រុកទាំងអស់របស់ខ្លួនឲ្យត្រឡប់មកប្រើពណ៌ទឹកក្រូចនេះវិញដោយបោះបង់ចោលពណ៌ខៀវលឿងដែលពួកគេបានប្រើក្នុងស្រុកអស់រយៈពេល25ឆ្នាំដែលជាការវិលត្រឡប់ទៅរកឫសគល់របស់ពួកគេជាថ្មីនៅពេលដែលពួកគេប្រារព្ធខួប50ឆ្នាំនៃការចាប់ផ្ដើមផលិតម៉ាស៊ីនជីកដីខ្នាតតូចដូច្នេះយ៉ាងហោចណាស់សម្រាប់គ្រឿងចក្រសាងសង់ពណ៌ទឹកក្រូចមិនមែនជាជម្រើសនៃការបង្កើតក្រុមហ៊ុនដ៏អាថ៌កំបាំងនោះទេវាគឺជាពណ៌នៃផលិតផលដំបូងរបស់ពួកគេនៅក្នុងប្រភេទនេះដែលក្រោយមកត្រូវបានពង្រីកឲ្យក្លាយជាអត្តសញ្ញាណម៉ាកសញ្ញាដ៏ពេញលេញមួយមូលហេតុដែលវាបានក្លាយជាពណ៌យុទ្ធសាស្ត្ររបស់ម៉ាកសញ្ញាយោងតាមអត្ថបទរបស់ Nikkei ឆ្នាំ2016នៅពេលដែល Kubota ចូលទៅក្នុងទីផ្សារត្រាក់ទ័រខ្នាតធំនៅអាមេរិកខាងជើងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន John Deere ការប្រឆាំងគ្នានៃពណ៌ខ្លួនឯងបានក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សារកាសែត Nikkei បានពិពណ៌នាអំពីការប្រកួតប្រជែងនេះថាជាសមរភូមិរវាងពណ៌ទឹកក្រូចនិងពណ៌បៃតងដោយ Kubota បានលក់គ្រឿងចក្រដែលមានពណ៌ទឹកក្រូចនៅអាមេរិកខាងជើងដើម្បីប្រកួតប្រជែងជាមួយត្រាក់ទ័រពណ៌បៃតងរបស់ John Deere ដែលមានភាពល្បីល្បាញមួយនៅលើទីផ្សារសហរដ្ឋអាមេរិកការមានភាពខុសប្លែកពីគូប្រកួតប្រជែងពណ៌បៃតងរបស់ John Deere ពណ៌ក្រហមរបស់ Case Farmer គឺជាផ្នែកមួយយ៉ាងច្បាស់លាស់នៃការគណនាសម្រាប់របៀបដែលពណ៌នេះត្រូវបានប្រើប្រាស់ទោះបីជាវាមិនមែនជាមូលហេតុដែលត្រូវបានជ្រើសរើសតាំងពីដំបូងក៏ដោយចំពោះការភ័ន្តច្រឡំជាមួយពណ៌ក្រហមដោយសារពណ៌ទឹកក្រូចនេះស្ថិតនៅខ្សែស្រឡាយជាមួយពណ៌ក្រហមដែរណាមួយ Kubota មានពណ៌ទឹកក្រូចចាស់ផងទើបមើលទៅច្រឡំឬស្រដៀងក្រហម